ខ្ញុំបានទទួលសំណួរបាទមួយចំនួនអ្នកទាំងអស់គ្នាពីកូនសិស្សដែលកូនសិស្សសួរថាលោកគ្រូចុះក្នុងករណីដែលយើងប្រើប្រាស់ពូគួរយើងឆ្លើយ Pascal ហើយនឹងពូបាទចុះយើងអាចឆ្លើយការបានក៏អត់បាទអញ្ចឹងចម្លើយអត់ទេអ្នកទាំងអស់គ្នាក្នុងករណីដែលគេសួរសំណួរពូគួរយើងអត់យកការយកមកឆ្លើយទេត្រង់ផ្នែកហ្នឹងការវាគឺជាប្រភេទបាទពាក្យសម្រាប់បញ្ជាក់ពីមូលហេតុដូចគ្នាដោយសារដូចគ្នាអញ្ចឹងវាប្រើប្រាស់ដូច Pascal ដែរប៉ុន្តែទើសត្រង់ថាការនៅក្នុងករណីដែលយើងយកទៅប្រើប្រាស់វាប្រភេទបាទពាក្យដែលវាស៊ូតនុយភាគច្រើនគឺវារៀងលក្ខណៈផ្លូវការនៅក្នុងផ្នែកហ្នឹងបាទទាក់ទងជាមួយនឹងកន្លែងចំណុចត្រង់នេះយើងមិនអាចយកការមកឆ្លើយជាមួយនឹងសំណួរពូគួរបានទេបាទអញ្ចឹងខ្ញុំឧទាហរណ៍ក្នុងករណីដែលគេសួរថាម៉េចបាទអញ្ចឹង pourquoi tu apprends le français pourquoi tu apprends le français បាទ j'apprends le français car je veux visiter la France បាទក្នុងករណីត្រង់នេះបាទ j'apprends le français car je veux visiter la France បាទជាងក្នុងករណីដែលយើងសួរសំណួរពូគួរយើងទៅឆ្លើយការបែបនេះគឺអត់ត្រឹមត្រូវទេអ្នកនរគ្នាត្រង់ផ្នែកហ្នឹងបាទអញ្ចឹងនៅពេលដែលគេសួរសំណួរពូគួរចម្លើយត្រូវឆ្លើយ parce que ហើយនឹងពូបាទ j'apprends le français parce que je veux visiter la France ឃើញទេបាទឬមួយក៏ j'apprends le français pour voyager dans les pays francophones នៅត្រង់ផ្នែកហ្នឹងជាងតាក់ទងជាមួយនឹងក្នុងករណីត្រង់នេះខ្ញុំបញ្ជាក់ទៀតកាលណាគេចោទសួរយើងបាទពូគួរមិនអាចយកការមកឆ្លើយបានទេនៅត្រង់ផ្នែកហ្នឹងបាទប៉ុន្តែការអ្នកទាំងអស់គ្នាអាចនិយាយទូទៅបានបាទក្នុងករណីអ្នកទាំងអស់គ្នាទៅសេអត្ថបទឬមួយក្នុងករណីអ្នកទាំងអស់គ្នានិយាយជាទូទៅដោយមិនមានសំណួរពូគួរយើងអាចប្រើការបាននៅត្រង់ផ្នែកហ្នឹងខ្ញុំឧទាហរណ៍ថានៅពេលដែលខ្ញុំចង់សុំអភ័យទោសអីមួយអញ្ចឹងណាឬមួយខ្ញុំបញ្ជាក់ពីមូលហេតុអីមួយដោយគេមិនបានសួរខ្ញុំពូគួរទេអាហ្នឹងណាបាទមានន័យថាឧទាហរណ៍តែក្នុងករណីខ្ញុំយឺតយ៉ាវនៅក្នុងការឆ្លើយតបអីចឹងទៅគឺខ្ញុំទៅសេសុំអភ័យទោសគេអញ្ចឹងណាបាទអញ្ចឹងខ្ញុំអាចប្រើប្រាស់ការបាទត្រង់ផ្នែកហ្នឹងណាបាទឬមួយក៏ Pascal ក៏បានដែរត្រង់ផ្នែកហ្នឹងប៉ុន្តែអានេះគ្រាន់តែខ្ញុំចង់និយាយថាក្នុងករណីដែលគេសួរសំណួរពូគួរយើងអាចឆ្លើយការទេប៉ុន្តែបើយើងនិយាយមូលហេតុទូទៅប្រើបានត្រង់ផ្នែកហ្នឹងបាទជាងឧទាហរណ៍នៅក្នុងករណីខ្ញុំថាម៉េចJe suis vraiment désolé ខ្ញុំពិតជាសូមអភ័យទោសមែនទែនបាទត្រង់ផ្នែកហ្នឹងបាទខ្ញុំពិតជាសោកស្ដាយខ្ញុំពិតជាសូមអភ័យទោសណាបាទ Je n'ai pas pu vous répondre car mon téléphone était en panne Je n'ai pas pu vous répondre car mon téléphone était en panne បាទអញ្ចឹងដែលមានន័យថាម៉េចខ្ញុំពិតជាសូមអភ័យទោសណាស់បាទខ្ញុំមិនអាចបាទឆ្លើយតបទៅកាន់អ្នកបានដោយសារតែទូរស័ព្ទរបស់ខ្ញុំនឹងវាខូចត្រង់ផ្នែកហ្នឹងបាទអញ្ចឹង être en panne មានន័យថាខូចត្រង់ផ្នែកហ្នឹងណាបាទអញ្ចឹងតាក់ទងជាមួយចំណុចត្រង់នេះបងប្អូនឃើញអត់យើងអាចប្រើប្រាស់ប្រភេទចម្លើយអីបានទៅតាមប្រភេទដែលយើងបាទនិយាយអីចឹងទៅនៅត្រង់ផ្នែកហ្នឹងណាបាទអញ្ចឹងកន្លែងចំណុចត្រង់នេះខ្ញុំប្រើប្រាស់ទម្រង់បាទ passé composé លាយជាមួយនឹង imparfait បាទតែខ្ញុំបញ្ជាក់ថាខ្ញុំមិនអាចបាទឆ្លើយតបទៅកាន់អ្នកឯងសារទូរស័ព្ទនោះវាខូចត្រង់ផ្នែកហ្នឹងឃើញទេបាទអញ្ចឹងអាកន្លែង verb បាទពុយត្រង់ផ្នែកនេះបាទអញ្ចឹងគឺ passive passé របស់ verb pouvoir បាទអញ្ចឹងដើម្បីកាន់ឲ្យច្បាស់អ្នកទាំងអស់គ្នាអាចចូលទៅក្នុង YouTube Channel របស់សាលា Let's Learn French ដោយបាទរកវីដេអូទាក់ទងជាមួយនឹងបាទការបំបែកកិច្ចសព្ទ passé composé ហើយនិង imparfait បាទអញ្ចឹងនៅក្នុងវីដេអូនេះយើងមានតែប៉ុណ្្នឹងអ្នកទាំងអស់គ្នាបាទអញ្ចឹងជួបគ្នានៅវីដេអូក្រោយ Merci beaucoup au revoir